លោកអនុទានឆាន់វីរៈគុណមានរហស្សនាមកណ្ដុរតែជាបដូរពណ៌ដោយសត្វបង្គួយដើម្បីអំណាចនៅថ្ងៃចេញលទ្ធផលឆ្នោតបណ្ដោះអាសន្នកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026កន្លងទៅរូបភាពលោកអនុទានឆាន់វីរៈគុណអង្គុយផ្ទាល់ដីជាមួយអ្នកកាសែតនៅក្នុងទីស្នាក់ការគណៈបកភូមិចៃថៃបានតាក់ទាញចំណាប់អារម្មណ៍អ្នកកាសែតមិនថាក្នុងស្រុកឬបរទេសទោះបីអ្នកកាសែតស្រែកហៅឲ្យលោកចូលអង្គុយលើតុដើម្បីបានឃើញមុខលោកអនុทิនឆាន់វីរៈគុណបានបដិសេធដោយសមគួរថាលោកចង់នៅចាំគ្នាដែលជាសមាជិករបស់បកមកដល់សិនទើបចូលអង្គុយធ្វើសន្និសីទកាសែតជាកូនមហាសុទ្ធិប៉ុន្តែដាក់ខ្លួនយ៉ាងសាមញ្ញតើលោកអនុทิនឆាន់វីរៈគុណជាអ្នកណានិងមានប្រវត្តិយ៉ាងដូចម្តេចខ្លះលោកអនុทิនឆាន់វីរៈគុណកើតក្នុងគ្រួសារមហាសេដ្ឋីដែលធ្វើជំនួញផ្នែកសំណង់សំខាន់ៗនៅក្នុងប្រទេសថៃគ្រួសារលោកអនុทิនឆាន់វីរៈគុណកើបទ្រព្យសម្បត្តិជាមួយគម្រោងសាងសង់ដែលក្រុមហ៊ុនដេញថ្លៃបានពីរដ្ឋាភិបាលនៅប៉ុន្មានទសវត្សរ៍មកនេះជាក់ស្ដែងក្រុមហ៊ុន Zino Thai Engineering របស់គ្រួសារលោកអនុทิនឆាន់វីរៈគុណទទួលបានគម្រោងសាងសង់ធំៗពីអាកាសយានដ្ឋានថៃនិងអគាររដ្ឋសភារីឯអាជីពនយោបាយរបស់លោកអនុทิនឆាន់វីរៈគុណមានប្រតិក្រឡាជាមួយគណៈបកនយោបាយរបស់លោកថាក់ស៊ីនដែលមានសឹងនៅគ្រប់ទីកន្លែងក្នុងប្រទេសថៃចុងទសវត្សរ៍ឆ្នាំ1990ក្នុងអាយុជាង30ឆ្នាំលោកអនុทิនឆាន់វីរៈគុណដែលទើបបញ្ចប់ការសិក្សាផ្នែកវិស្វកម្មឧស្សាហកម្មនៅទីក្រុងញូវយ៉កពេលដែលត្រឡប់មកដល់ស្រុកថៃបានចូលរួមជីវិតនយោបាយជាមួយគណៈបករបស់លោកថាក់ស៊ីនដែលកាលនោះគណៈបករបស់លោកថាក់ស៊ីនមានឈ្មោះថាថៃรักថៃប៉ុន្តែនៅពេលគណៈបកថៃรักថៃត្រូវបានតុលាការកំពូលរបស់ថៃប្រកាសរំលាយនៅក្នុងឆ្នាំ2007ក្នុងបទចោទប្រកាន់បន្លំបោកប្រាស់លោកអនុทิនឆាន់វីរៈគុណក៏ត្រូវបានជាប់ក្នុងសំណាញ់ច្បាប់ហាមឃាត់មិនឲ្យធ្វើនយោបាយអស់រយៈពេលជាង5ឆ្នាំគ្មានអ្វីធ្វើនៅពេលនោះលោកអនុทิនឆាន់វីរៈគុណដែលស្រឡាញ់យន្តហោះយ៉ាងងប់ងល់បានរៀនបើកបររហូតក្លាយជាអ្នកបើកបរយន្តហោះនិងទិញកូនយន្តហោះjetដើម្បីស៊ីឈ្នួលដឹកសរីរាង្គក្នុងខ្លួនមនុស្សដែលមន្ទីរពេទ្យត្រូវការបន្ទាន់នៅប្លុកវះកាត់បន្ទាប់ពីមានសេរីភាពធ្វើនយោបាយឡើងវិញនៅឆ្នាំ2012លោកអនុทิនឆាន់វីរៈគុណប្រឡូកចូលនយោបាយក្នុងនាមជាប្រធានបកភូមិចៃថៃបន្តពីឪពុកគឺលោកឆាវ៉ារ៉ាត់ឆាន់វីរៈគុណឪពុករបស់លោកអនុทิនឆាន់វីរៈគុណធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីស្ដីទីនៅពេលថៃជួបវិបត្តិនយោបាយនៅឆ្នាំ2008និងកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរយៈពេល3ឆ្នាំនៅក្រោមការដឹកនាំរបស់លោកអនុทิនឆាន់វីរៈគុណបកភូមិចៃថៃបានតាំងខ្លួនជាគណៈបកកណ្ដាលនិយមនិងហុចដៃឲ្យគណៈបករបស់លោកថាក់ស៊ីនដែលត្រូវការសម្លេងរបស់បកតូចៗដើម្បីបង្កើតរដ្ឋាភិបាលចម្រុះលោកអនុทิនឆាន់វីរៈគុណប្រកបអាជីពនយោបាយដូចជាសត្វបង្គួយម្យ៉ាងដែរជាបដូរពណ៌សម្របខ្លួនទៅតាមស្ថានភាពជាក់ស្ដែងនៅជាង20ឆ្នាំមកនេះលោកអនុทิនឆាន់វីរៈគុណឲ្យតែមានឱកាសយល់ព្រមចាប់ដៃជាមួយនឹងបកដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដើម្បីយ៉ាងហោចណាស់បានតំណែងក្រសួងមកគ្រប់គ្រងជាក់ស្ដែងពីឆ្នាំ2019ដល់ឆ្នាំ2025លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលក្នុងរដ្ឋាភិបាលយោធាថៃរបស់លោកប្រយុទ្ធច័ន្ទអូចានិងបន្ទាប់មករដ្ឋមន្ត្រីមហាផ្ទៃនិងឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់បកភឿថៃវិញម្ដងឈ្មោះរបស់លោកអនុทิនឆាន់វីរៈគុណចាប់ផ្ដើមល្បីល្បាញមានគេស្គាល់នៅពេលលោកសន្យាបើកយុទ្ធនាការជំរុញឲ្យមានច្បាប់អនុញ្ញាតការប្រើប្រាស់កញ្ឆានៅចំនួននោះលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងអាណត្តិដឹកនាំរបស់លោកប្រយុទ្ធច័ន្ទអូចាជាមនុស្សឱកាសនិយមលោកអនុทิនឆាន់វីរៈគុណមានសំណាងបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងកាលៈទេសៈដែលរដ្ឋាភិបាលចម្រុះដឹកនាំដោយបកភឿថៃត្រូវដួលរលំក៏ព្រោះតែរឿងអាស្រូវរបស់ឪពុកកូនស៊ីណាវ៉ាត់ជាមួយថ្នាក់ដឹកនាំកម្ពុជាគណៈបកប្រជាជនបានគាំទ្រឲ្យលោកអនុทิនឆាន់វីរៈគុណធ្វើជានាយករដ្ឋមន្ត្រីមួយរយៈពេលខ្លីជាមួយនឹងលក្ខខណ្ឌរៀបចំការបោះឆ្នោតមុនកាលកំណត់ជានាយករដ្ឋមន្ត្រីថៃបានតែប៉ុន្មានខែមែនប៉ុន្តែលោកអនុทิនឆាន់វីរៈគុណបានឆ្លៀតយកឱកាសនេះទៅពង្រឹងឥទ្ធិពលរុញគូតប្រជាធិបតេយ្យភាពឲ្យដល់កម្រិតកំពូលក្នុងចំណោមប្រជាជននិងក្រុមអភិរក្សនិយមពីអនុทิនឆាន់វីរៈគុណមិនសូវមានគេស្គាល់មកជានាយករដ្ឋមន្ត្រីដែលប្រកាសការពារព្រះរាជបល្ល័ង្កការពារទឹកដីនៅក្នុងកលៈទេសៈដែលថៃកំពុងមានចំនួនព្រំដែនជាមួយនឹងកម្ពុជាជាក់ស្ដែងគ្រាន់តែចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបានតែបន្តិចមែនលោកអនុทิនឆាន់វីរៈគុណបើកភ្លើងខៀវឲ្យកងទ័ពថៃធ្វើអ្វីដែលកងទ័ពគិតថាស័ក្តិសមដើម្បីប្រយោជន៍ព្រំដែនដោយមិនចាំបាច់សួរពីគ្រោះយោបល់
ជាមួយរដ្ឋាភិបាលជាមុននោះទេនៅពេលទទួលបានដាវអាញាសឹកពីលោកអនុทิនច័ន្ទវីរៈគួនកងទ័ពថៃបានបើកការវាយប្រហារជាលើកទី2ក្នុងទ្រង់ទ្រាយធំទៅលើប្រទេសកម្ពុជានិងចូលកាន់កាប់ទឹកដីក្នុងតំបន់មួយចំនួនរបស់កម្ពុជាឆ្លៀតឱកាសដែលថៃនៅជាប់ភាពតានតឹងជាមួយនឹងកម្ពុជាហើយបត់ឈប់បាញ់នៅផុយស្រួយលោកអនុทิនយកបញ្ហាសន្តិសុខនិងអស្ថិរភាពនយោបាយទៅបញ្ចុះបញ្ចូលអ្នកជាតិនិយមថៃលោកធ្លាប់និយាយបែបយកគួរថាគ្មានអ្នកណាម្នាក់ចង់ប្រយុទ្ធចង់កើតមានចំនួននោះទេប៉ុន្តែប្រជាជនថៃត្រូវតែការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនដើម្បីចង់បានសន្លឹកឆ្នោតបន្តអំណាចដឹកនាំថៃលោកអនុทิនឆាន់វីរៈគួនដែលជាកូនប្រុសក្នុងគ្រួសារមហាសេដ្ឋីមិនខ្លាចនឹងដាក់ខ្លួនជាមនុស្សសាមញ្ញដើម្បីតាក់ទាញយកប្រជាប្រិយភាពពីមហាជនថៃនោះទេនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគេឃើញលោកអនុทิនឆាន់វីរៈគួនចូលទៅតុគុយទាវលក់តាមផ្លូវភ្លក់ម្ហូបដោយស្និទ្ធស្នាលគ្មានខ្ពើមរអើមអ្វីបន្តិចនោះទេនៅក្នុងវីដេអូបង្ហោះលើទំព័របណ្ដាញសង្គមគេឃើញលោកស្លៀកពាក់ខោខ្លីឈរធ្វើម្ហូបឬលេងព្យ៉ាណូសាក់សូហ្វូនដែលនេះសុទ្ធសឹងតែជាទម្លាប់ចំណង់ចំណូលចិត្តរបស់ប្រជាជនថៃទូទៅមកដឹងពីសមិទ្ធផលសំខាន់ៗចំនួន7ចំណុចរបស់លោកអនុทิនក្នុងរយៈពេល 2-3 ខែចុងក្រោយនេះសមិទ្ធផលទី1បញ្ហាចំនួនព្រំដែនជាមួយនឹងកម្ពុជាក្នុងអំឡុងចុងឆ្នាំ2025មានការប៉ះទង្គិចគ្នាតាមព្រំដែនដែលបណ្ដាលឲ្យមានការជម្លៀសប្រជាជនយ៉ាងច្រើនខាងភាគីថៃអះអាងពីការគ្រប់គ្រងតំបន់យុទ្ធសាស្ត្រមួយចំនួនដូចជាភូមិមាខឿននិងច្រកអានសេះជាដើមគណៈបកភូមិចៃថៃបានបញ្ជាក់ថាការធ្វើសង្គ្រាមកន្លងមកថៃបានវាយយកទឹកដីខ្មែរដណ្ដើមបានផ្ទៃដីប្រមាណ 13000 ហិកស្មើនឹង2080ហិកតាហើយអ្វីដែលយកបានហើយគឺមិនអោយខ្មែរវិញទេជ័យជំនះរបស់លោកអនុทิនឆាន់វីរៈគួននិងគណៈបកភូមិចៃថៃក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី8ខែកុម្ភៈឆ្នាំ2026កន្លងទៅមានចំណុចសំខាន់ៗដូចតទៅជ័យជំនះយ៉ាងភ្លុកទឹកភ្លុកដីគណៈបកភូមិចៃថៃទទួលបានអាសនៈតំណាងរាស្ត្ររហូតដល់191 194អាសនៈអាចលើសពីនេះដែលកើនឡើងជិត3ដងបើធៀបនឹងការបោះឆ្នោតឆ្នាំ2023លទ្ធផលនេះធ្វើឲ្យពួកគេក្លាយជាគណៈបកលេខ1នៅក្នុងសភាតំណាងរាស្ត្ររបស់ថៃគូប្រជែងទទួលស្គាល់ការបរាជ័យហើយលោកណត្តភងរឿងបញ្ញវុឌ្ឍមានដឹកនាំគណៈបកប្រជាជនដែលទទួលចំណាត់ថ្នាក់លេខ2ជាមួយនឹងចំនួនអាសនៈ116បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់លទ្ធផលបោះឆ្នោតនិងប្រកាសត្រៀមខ្លួនបំពេញតួនាទីជាបកប្រឆាំងទិសដៅរដ្ឋាភិបាលជ័យជំនះធ្វើឲ្យលោកអនុทิនឆាន់វីរៈគួនមានឱកាសខ្ពស់បំផុតក្នុងការបន្តតំណែងជានាយករដ្ឋមន្ត្រីគណៈបកភូមិចៃថៃបានបង្ហាញជំហរយ៉ាងច្បាស់លាស់ក្នុងការការពារស្ថាប័នព្រះមហាក្សត្រនិងបដិសេធមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណៈបកណាដែលមានគោលបំណងកែប្រែច្បាប់មាត្រា112ច្បាប់ប្រមាថព្រះមហាក្សត្រប្រជាមតិកែប្រែរដ្ឋធម្មនុញ្ញក្នុងថ្ងៃដដែលនោះលទ្ធផលបឋមនៃការធ្វើប្រជាមតិបង្ហាញថាប្រជាពលរដ្ឋជាង 65% បានយល់ព្រមឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ2017សមិទ្ធផលទី2ការលក់អង្គរបានច្រើនជាង 700,000 តោនបរិមាណនាំចេញប្រចាំខែក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូឆ្នាំ2025ការនាំចេញអង្គររបស់ថៃសម្រេចបានប្រហែល 700,000 តោនក្នុងមួយខែដែលធ្វើឲ្យបរិមាណនាំចេញសរុបពេញមួយឆ្នាំកើនដល់ 7.9 លានតោនលើសពីគោលដៅដែលបានកំណត់ 7.5 លានតោនទីផ្សារធំៗការនាំចេញកើនឡើងខ្លាំងដោយមានតម្រូវការពីប្រទេសអ៊ីរ៉ាក់អាហ្វ្រិកខាងត្បូងសហរដ្ឋអាមេរិកនិងការកើនឡើងជិត 50% នៃទីផ្សារប្រទេសចិនសមិទ្ធផលទី3តម្លៃកសិផលលក់បានថ្លៃក្នុងអំឡុងពេលពី3ខែចុងក្រោយនេះរដ្ឋាភិបាលថៃលោកអនុทิនបានអនុវត្តគោលនយោបាយគ្រប់គ្រងលើវិស័យកសិកម្មមួយចំនួនគោលនយោបាយធានាប្រាក់ចំណេញគណៈបកភូមិចៃថៃជំរុញគោលនយោបាយធានាប្រាក់ចំណេញជូនកសិករនិងកម្មវិធី Made in Thailand ដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុកស្ថិរភាពតម្លៃកសិផលមួយចំនួនមានសភាពល្អប្រសើរដោយសារការគ្រប់គ្រងការផ្គត់ផ្គង់និងតម្រូវការទីផ្សារអន្តរជាតិជាពិសេសអង្គរដែលមានតម្លៃប្រកួតប្រជែងខ្ពស់ទោះបីជាមានការប្រកួតប្រជែងពីវៀតណាមនិងឥណ្ឌាក៏ដោយយុទ្ធនាការ Green Gain Herb រដ្ឋាភិបាលក៏បានបង្កើតមជ្ឈមណ្ឌលចំនួន30ដើម្បីជួយកសិករកែច្នៃកាកសំណល់កសិកម្មទៅជាចំណូលបន្ថែមជីសរីរាង្គឬថាមពលជំនួសឲ្យការដុតចោលសមិទ្ធផលទី4កាត់ដាក់ឲ្យដំណើរការកម្មវិធីជំនួយខូឡាគ្រឿងភ្លើងថ្ងៃទី29ខែតុលាឆ្នាំ2025រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភពី 2,000 ទៅ 2,400 បាតដល់ប្រជាជនប្រមាណ20លាននាក់ដើម្បីជួយសម្រាលការចំណាយលើម្ហូបអាហារនិងទំនិញប្រើប្រាស់ប្រចាំថ្ងៃតាមរយៈប្រព័ន្ធបង់ប្រាក់ពាក់កណ្ដាលម្នាក់សមិទ្ធផលទី5ការជំរុញកំណែទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី10ធ្នូឆ្នាំ2025
សភាថៃបានបោះឆ្នោតអនុម័តសំណួរសម្រាប់ធ្វើប្រជាមតិដើម្បីសួរប្រជាជនថាតើគួរមានរដ្ឋធម្មនុញ្ញថ្មីជំនួសរដ្ឋធម្មនុញ្ញឆ្នាំ2017ដែរឬទេប្រជាមតិនេះត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការបោះឆ្នោតទូទៅនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026សមិទ្ធផលទី6ក៏ដាក់ក្រុមហ៊ុនសំណង់ ITD ចូលបញ្ជីខ្មៅ16មករាឆ្នាំ2026បន្ទាប់ពីមានគ្រោះថ្នាក់ការដ្ឋានសំណង់ធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានមនុស្សស្លាប់លោកអនុទានបានបញ្ជាឲ្យបញ្ចប់កិច្ចសន្យាការដាក់ក្រុមហ៊ុន Ethylene Thai Development ហៅកាត់ថា ITD ចូលបញ្ជីខ្មៅដើម្បីពង្រឹងសុវត្ថិភាពសាធារណៈសមិទ្ធផលទី7យុទ្ធនាការ Green Gen Herb កាត់បន្ថយផ្សែងពុលខែធ្នូឆ្នាំ2025រដ្ឋាភិបាលបានបង្កើតមជ្ឈមណ្ឌលចំនួន30នៅទូទាំងប្រទេសដើម្បីលើកទឹកចិត្តកសិករឲ្យឈប់ដុតកាកសំណល់កសិកម្មដែលជាមូលហេតុចម្បងនៃផ្សែងពុល PM2.5 កម្មវិធីនេះជួយឲ្យកសិករកែច្នៃកាកសំណល់ទៅជាជីសរីរាង្គឬថាមពលជីវម៉ាស់វិញ